ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីគោរពទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការនិទានរឿងភ័យខ្មែរនាយប់នេះមុននឹងចាប់ផ្ដើមសូមកុំភ្លេចចុច Subscribe និងបើកកណ្ដឹងជូនដំណឹងដើម្បីកុំឲ្យខកខានរឿងថ្មីៗពី Channel របស់យើងយប់នេះខ្ញុំនឹងនាំប្រិយមិត្តចូលទៅក្នុងរឿងមួយដែលពោរពេញទៅដោយអាថ៌កំបាំងភាពភ័យរន្ធត់និងរឿងរ៉ាវដែលមនុស្សជាច្រើនមិនហ៊ាននិយាយដល់រឿងនេះមានចំណងជើងថាអាថ៌កំបាំងអណ្ដូងរ៉ែភ្នំដងរែកឥឡូវនេះសូមចាប់ផ្ដើមរឿងអាថ៌កំបាំងអណ្ដូងរ៉ែភ្នំដងរែកនៅក្នុងព្រៃដ៏ធំល្វឹងល្វើយក្រៅពីដើមឈើនិងសត្វព្រៃហើយតំបន់ខ្លះក៏មានរ៉ែផ្សេងៗដែលកើតឡើងតាមធម្មជាតិកប់នៅក្រោមដីហើយរ៉ែខ្លះក៏ជាអញ្ញមនីដ៏មានតម្លៃទុកជាធនធានធម្មជាតិដ៏សំខាន់របស់ស្រុកទេសការចូលទៅជីកឬធ្វើអណ្ដូងរ៉ែត្រូវតែមានការអនុញ្ញាតជាផ្លូវការតែប៉ុណ្ណោះតែក៏ជាការវិនិយោគដ៏ប្រថុយប្រថានផងដែរពីព្រោះគ្មានអ្នកណាអាចដឹងច្បាស់ឡើយថារ៉ែដែលនៅក្រោមដីនោះមានបរិមាណច្រើនតិចប៉ុណ្ណាថាតើសមនឹងការវិនិយោគឬទេព្រមទាំងមានគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងចំពោះកម្មករមិនថាមកពីសត្វព្រៃឬគ្រុនព្រៃឬក៏រឿងអាថ៌កំបាំងដទៃទៀតដែលហួសពីធម្មជាតិទៅវិញតាមុកគឺជាអ្នកម្នាក់ដែលបានទទួលសម្បទានក្នុងការធ្វើអណ្ដូងរ៉ែភ្នំដងរែកដែលជាតំបន់ព្រៃជ្រៅបន្តិចតែក៏មិនមានបញ្ហាអ្វីឡើយពីព្រោះគាត់ជាអ្នកស្រុកក្នុងតំបន់នោះមានទាំងប្រាក់មានទាំងបារមីអាចរកស៊ីអ្វីបានគ្រប់យ៉ាងមានតែពាក្យអ្នកស្រុកគេនិទានបន្តគ្នាមកថាតំបន់នោះធ្លាប់មានខ្លះស្រែងកំណាចរហូតដល់អ្នកដែលចូលទៅធ្វើអណ្ដូងរ៉ែមុននោះមិនអាចរស់នៅបានដូច្នេះតាមុកក៏បានប្រគល់ការងារឲ្យប៊ុនថនដែលជាកូនក្មួយចុងជឿចិត្តរបស់គាត់ឲ្យចូលទៅស្វែងរកមើលតំបន់នោះក៏បានដឹងថាជាអណ្ដូងរ៉ែចាស់ដែលគេបោះបង់ចោលទុកដូច្នេះហើយក៏នាំពួកកម្មករចូលទៅបង្កើតថ្មីដើម្បីធ្វើឲ្យអណ្ដូងរ៉ែនោះមានជីវិតឡើងវិញអណ្ដូងរ៉ែភ្នំដងរែកមានសភាពជាតំបន់ដែលមានព្រៃព័ទ្ធជុំវិញការចូលចេញគឺពិបាកបន្តិចដូច្នេះត្រូវតែសង់ខ្ទមសម្រាប់ឲ្យកម្មករបានស្នាក់នៅលុះដល់បញ្ចប់ការងារនៅថ្ងៃនីមួយៗបើមិនចេញទៅបាញ់សត្វទេក៏ច្រើនតែអង្គុយប្រជុំគ្នានៅទីលានផឹកស្រាសប្បាយតាមបែបភាសារបស់ពួកកម្មករបន្ទាប់មកក៏បែកគ្នាទៅកន្លែងស្នាក់នៅរៀងៗខ្លួនព្រឹកឡើងក៏ត្រឡប់មកធ្វើការវិញជីវិតនៅអណ្ដូងរ៉ែក៏វិលវល់តែប៉ុណ្ណេះប៉ុន្តែនៅក្នុងព្រៃតែងតែមានហេតុការណ៍ដែលមិនបានគិតទុកជាមុនកើតឡើងជានិច្ចយប់មួយនៅពេលដែលវណ្ណៈនិងសុភីកំពុងដើរត្រឡប់ពីផឹកស្រាពីទីលានសុភីក៏កើតឈឺពោះបន្តិចគាត់ក៏ដើរចេញទៅរកជ្រុងងងឹតមកខាងផ្លូវនៅពេលកំពុងបន្ធូរបន្ថយទឹកនោមនោះគាត់ក៏ងាកមើលជុំវិញខ្លួនភាពស្ងាត់ស្ងៀមនៃព្រៃពេលរាត្រីបានធ្វើឲ្យគាត់អាចឮសំឡេងផ្សេងៗបានយ៉ាងច្បាស់រួមទាំងសំឡេងបក់បោកដែលបន្លឺឡើងនៅមិនឆ្ងាយប៉ុន្មានផងដែរសំឡេងអ្វីនោះសុភីបានសួរឡើងដោយសំឡេងស្ងាត់មិនដឹងទេបងមើលទៅដូចជាបន្លឺចេញពីស្រមោលងងឹតត្រង់នោះវណ្ណៈបាននិយាយឡើងខណៈដែលភ្នែករបស់គាត់កំពុងសម្លឹងទៅកាន់ចំណុចនោះទោះបីជាស្ថិតនៅក្នុងស្រមោលប្រលប់ក៏ដោយតែរូបភាពដែលឃើញក៏ច្បាស់ល្មមធ្វើឲ្យបរិសុទ្ធទាំងពីរត្រូវតែប្រញាប់បញ្ចប់កិច្ចការដែលកំពុងធ្វើនោះឲ្យបានឆាប់រហ័សពីព្រោះអ្វីដែលបង្ហាញខ្លួននៅចំពោះមុខនោះគឺខ្លាធំមួយកំពុងឈរសម្លឹងមកពួកគេមិនទាន់បានត្រៀមខ្លួនផងវាក៏បាញ់លោតចូលមកភ្លាមក្រញាំវាបោកទៅលើរបស់សុភីរហូតដួលទៅលើដីមុននឹងចូលទៅស៊ីសាច់យ៉ាងរហ័សរួចក៏ខំយកសាកសពបាត់ទៅក្នុងភាពងងឹតហេតុការណ៍នេះបានកើតឡើងយ៉ាងលឿនរហូតដល់វណ្ណៈឈរស្រឡាំងកាំងធ្វើអ្វីមិនត្រូវលុះដឹងខ្លួនគាត់ក៏រត់ទៅប្រាប់ប៊ុនថនជាបន្ទាប់សុភីវណ្ណៈរត់ដកដង្ហើមញាប់រហូតដល់និយាយមិនច្បាស់អ្វីរបស់មិញសុភីវាទៅជាយ៉ាងម៉េចដែរសុភីត្រូវខ្លាចសម្លាប់ទៅហើយលុះប៊ុនថនបានឮច្បាស់លាស់គាត់ក៏ភ្ញាក់ផ្អើលរួចក៏ប្រញាប់ចេញទៅមើលកន្លែងកើតហេតុពួកកម្មករដែលនៅមិនទាន់ដេកក៏បានចេញមកដើម្បីដឹងដំណឹងផងដែរប្រមូលអ្នកស្ម័គ្រចិត្តបាន6នាក់ក៏ចេញទៅតាមភ្លាមតែក៏ឃើញតែស្លាកស្នាមប៉ុណ្ណោះមិនអាចតាមទាន់វាឡើយហើយកាលណាឃើញថាវាចូលទៅឆ្ងាយហើយក៏ខ្លាចកើតគ្រោះថ្នាក់ទើបនាំគ្នាត្រឡប់មកវិញប៊ុនថនបានបញ្ជាឲ្យកម្មករទាំងអស់ត្រូវប្រុងប្រយ័ត្នខ្លួនជាពិសេសនៅពេលយប់ត្រូវប្រញាប់ចូលកន្លែងស្នាក់នៅកុំចេញទៅដើរខាងក្រៅអ្នកណាមានអាវុធត្រូវតែកាន់តាមខ្លួនទុកក្នុងករណីមានហេតុបន្ទាន់នឹងបានការពារខ្លួនបន្ទាប់ពីយប់នោះដំណឹងថាខ្លាបានវាយប្រហារអណ្ដូងរ៉ែបានសាយភាយពេញទីកន្លែងធ្វើឲ្យកើតមានការភ័យខ្លាចរហូតដល់ត្រូវតែរៀបចំវេនយាមនៅពេលយប់ពីព្រោះមិនដឹងថាវានឹងមកខំយកអ្នកណាទៅស៊ីទៀតវណ្ណៈបានស្ម័គ្រចិត្តធ្វើវេនយាមនេះដោយខ្លួនឯងពីព្រោះមានការសងសឹកពីដើមដែលបានឃើញវាសម្លាប់មិត្តរបស់គាត់នៅចំពោះមុខ
នៅពាក់កណ្ដាលអាត្រៀតខណៈដែលវណ្ណៈកំពុងអង្គុយពួននៅមុខជុំរំកម្មករភ្នំខៀវគាត់ក៏សង្កេតឃើញមានចលនាអ្វីមួយនៅក្នុងស្រមោលងងឹតក្រោយជួរដើមឈើគាត់ក៏បានយកកំភ្លើងខ្លីប្រចាំកាយមកកាន់ទុកគិតក្នុងចិត្តថាវាត្រូវតែជាខ្លានោះមិនខានមិនយូរប៉ុន្មានផងវាក៏បានបង្ហាញខ្លួនចេញមកពិតៗខ្លាធំមួយបានដើរចេញពីមាត់ព្រៃ3ជំហានខណៈដែលកំពុងដើរចូលមកក្នុងតំបន់ជំរំកម្មករវណ្ណៈដែលបានតម្រង់ចុងកំភ្លើងទៅកាន់គោលដៅរួចជាស្រេចក៏បានទាន់បាញ់ភ្លាមសម្លេងកំភ្លើងបានបន្លឺឡើងយ៉ាងខ្លាំងក៏ក្រៅព្រៃជ្រៅព្រៃខ្លាប្រកាសណាស់ថាសម្លេងកំភ្លើងនោះបានធ្វើឲ្យពួកកម្មករដែលកំពុងដេកលក់ភ្ញាក់ឡើងពាក់កណ្ដាលអាត្រៀតហើយក៏នាំគ្នាចេញមកមើលហេតុការណ៍អ្នកខ្លះក៏បានត្រៀមខ្លួនប្រញាប់យកអាវុធមកកាន់ដៃផងដែរប៊ុនថនបានកាន់កំភ្លើងខ្លីវែងដើរនាំមុខមកហើយភ្លាមនៅពេលឃើញអ្នកបំពេញពេលរាត្រីឈរនៅចំពោះមុខនោះក៏ដាក់កំភ្លើងបាញ់ទៅលើវាភ្លាមខ្លានោះនៅតែឈរនៅស្ងៀមមិនដើរចូលមកទេប៉ុន្តែក៏មិនរត់គេចដែរហាក់ដូចជាកំពុងសម្រេចចិត្តអ្វីមួយដែលវាផ្ទុយស្រឡះពីធម្មជាតិរបស់សត្វព្រៃទូទៅនេះជាឱកាសសម្រាប់កម្មករឯទៀតដែលមានកំភ្លើងនៅក្នុងដៃពួកគេក៏នាំគ្នាបាញ់ទៅលើខ្លានោះយ៉ាងពេញទំហឹងសំឡេងកំភ្លើងបានបន្លឺឡើងឥតដាច់តែក៏មិនអាចធ្វើឲ្យវាភ័យខ្លាចបានឡើយផ្ទុយទៅវិញវាបានបន្លឺសំឡេងកំហកយ៉ាងខ្លាំងជាការតបតវិញហើយអ្វីដែលអ្នករាល់គ្នាទើបតែសង្កេតឃើញនោះគឺវាមិនបានរបួសសូម្បីតែបន្តិចដែលមិនអាចដឹងថាដោយសារតែបាញ់មិនត្រូវឬក៏បាញ់មិនចូលមុននឹងមានចម្លើយណាមួយខ្លាកំណាចនោះក៏បាញ់លោតចូលមកកាន់ក្រុមពួកគេភ្លាមធ្វើឲ្យពួកគេភ័យខ្ចាត់ខ្ចាយទៅតាមទិសដៅផ្សេងគ្នាអ្នកខ្លះរត់មិនទាន់ត្រូវវាកោសដួលហើយត្រូវវាស៊ីសាច់យ៉ាងព្រៃផ្សៃនៅក្នុងចំណោមក្របកំភ្លើងដែលអ្នករាល់គ្នាបាញ់ទៅលើវាដែលជាការបាញ់ក្នុងរង្វង់ចិត្តអ្នករាល់គ្នាប្រកាសថាមិនខុសគោលដៅឡើយតែខ្លាកំណាចនោះក៏មិនមានរបួសអ្វីដែរវាបានខំយកកម្មករអកុសលម្នាក់នោះទៅនៅចំពោះមុខភ្នែកដោយគ្មានអ្នកណាអាចជួយអ្វីបានឡើយវាបានបង្កើតភាពភ័យរន្ធត់ដល់អ្នកដែលនៅក្នុងហេតុការណ៍នោះរហូតដល់ពួកគេចាប់ផ្ដើមមិនប្រកាសចិត្តក្នុងសុវត្ថិភាពរបស់ខ្លួនឯងថាតើពួកគេនឹងត្រូវប្រថុយជីវិតនៅក្នុងព្រៃនេះឬទេប្រសិនបើខ្លានោះនៅតែមានវត្តមានជីវិតរបស់កម្មករនៅក្នុងអណ្ដូងរ៉ែក៏ដូចជាត្រូវព្យួរនៅលើខ្សែស្រឡូនមានឱកាសស្លាប់នៅពេលណាក៏បានហើយសំខាន់បំផុតអ្នករាល់គ្នាបានដឹងហើយថាក្របកំភ្លើងមិនអាចសម្លាប់វាបានឡើយទើបធ្វើឲ្យពួកគេនឹកឃើញដល់ខ្លាស្រែងតាមរឿងពាក្យគេនិទានហើយនោះក៏បានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងធ្វើឲ្យកម្មករបាត់បង់ទឹកចិត្តមិនចង់ធ្វើការរហូតដល់ការងារនៅក្នុងអណ្ដូងរ៉ែត្រូវជាប់គាំងដូច្នេះប៊ុនថនក៏ត្រូវតែនាំរឿងទៅប្រាប់តាមុកឲ្យបានដឹងដើម្បីរកវិធីដោះស្រាយឯងប្រកាសហើយឬថាវាគឺជាខ្លាស្រែងតាមុកបានសួរឡើងខណៈដែលប៊ុនថនបានមករាយការណ៍ពីហេតុការណ៍ផ្សេងដែលបានកើតឡើងនៅក្នុងអណ្ដូងរ៉ែប្រកាសណាស់បងត្រូវគេបាញ់យ៉ាងដំណំប្រសិនបើជាខ្លាធម្មតាវាប្រហែលជាស្លាប់ទៅហើយប៊ុនថនបានបញ្ជាក់យ៉ាងមុតមមព្រមទាំងបានរៀបរាប់ហេតុការណ៍ផ្សេងយ៉ាងលម្អិតលុះបានពិគ្រោះគ្នាហើយក៏បានសន្និដ្ឋានថាត្រូវតែប្រើសេវាកម្មរបស់ព្រានថុលដែលជាមិត្តភក្តិម្នាក់ទៀតរបស់តាមុកព្រានថុលជាអ្នកប្រមាញ់ដែលមានប្រវត្តិធ្លាប់បង្ក្រាបខ្លាស្រែងមកហើយនៅពេលល្ងាចថ្ងៃនោះទាំងពីរនាក់ក៏បានទៅជួបថុលនៅផ្ទះតាមុកនិងប៊ុនថនបានមកដល់ផ្ទះហើយតើមានការអ្វីឬក៏ចង់ឲ្យទៅជួយការងារនៅអណ្ដូងរ៉ែបន្តិចតាមុកបានចូលរឿងភ្លាមនៅអណ្ដូងរ៉ែមានកម្មករច្រើនណាស់មិនគ្រប់គ្រាន់ទៀតវាមិនមែនការងារអណ្ដូងរ៉ែទេគឺមានការងារមួយទៀតដែលចង់សុំឲ្យជួយមានការងារអ្វីក៏និយាយមកបើមិនមែនជាការងារលំបាកពេកទេក៏ព្រមជួយចង់ឲ្យទៅបង្ក្រាបខ្លាជាការងារងាយស្រួលប៊ុនថនក៏ធ្លាប់ចូលព្រៃបរបាញ់ខ្លាមកពីមុនដែរថុលបាននិយាយឡើងហើយក៏បែរទៅរកប៊ុនថនតែខ្លានេះវាមិនមែនជាខ្លាធម្មតាទេវាគឺជាខ្លាស្រែងប៊ុនថនបានបកស្រាយប្រកាសហើយឬថាវាគឺជាខ្លាស្រែងថុលបានសួរដើម្បីឲ្យប្រកាសណាស់បងយើងបាញ់គ្រាប់កំភ្លើងទៅលើវាដូចភ្លៀងធ្លាក់តែគ្រាប់កំភ្លើងមិនចូលសូម្បីតែមួយគ្រាប់ប៊ុនថនបានបញ្ជាក់យ៉ាងមុតមមដូច្នេះត្រូវឲ្យទៅពេលណាប្រសិនបើអាចទៅរួចស្អែកនេះតែម្ដងទើបរឿងនឹងបានចប់ឆាប់
តាមមុខបាននិយាយឡើងតាមបែបមនុស្សក្តៅចិត្តនៅពេលថ្ងៃត្រង់នៃថ្ងៃបន្ទាប់ពួកគេទាំងអស់ក៏បានចេញដំណើរភ្លាមដោយប្រើរថយន្តជីបរបស់តាមុកជាយានធ្វើដំណើរវិសាលជាកូនប្រុសរបស់គាត់ជាអ្នកបើកបរដំណើរនេះមិនសូវស្រួលប៉ុន្មានទេពីព្រោះផ្លូវថ្នល់ទ្រុឌទ្រោមពេញទៅដោយរណ្ដៅរណាតែវិសាលជាមនុស្សវ័យក្មេងក្តៅចិត្តបើកបរយ៉ាងលឿនដោយមិនខ្លាចរថយន្តខូចហើយរថយន្តជីបនេះក៏គ្មានដំបូលដែរដូច្នេះត្រូវតែស៊ូទ្រាំនឹងធូលីនិងពន្លឺថ្ងៃពេញមួយផ្លូវហេបើកបរឲ្យស្រួលបន្តិចរថយន្តកូននឹងខូចមុនហើយតាមុកដែលអង្គុយនៅក្បែរនោះបានបែរទៅប្រាប់កូនប្រុសស្វាហាប់របស់មិនខូចទេប៉ារថយន្តបែបនេះគេសង់មកសម្រាប់ប្រើប្រាស់ក្នុងផ្លូវក្រួតក្រាត់មិនមែនងាយនឹងខូចទេវិសាលជាមនុស្សរឹងរូសបន្តិចត្រូវបានគេបណ្ដោយតាំងពីក្មេងតាមុកដឹងពីចរិតរបស់កូនប្រុសគាត់ច្បាស់ដូច្នេះក៏មិនចង់និយាយអ្វីច្រើនទេគ្រាន់តែអង្គុយស្ដាយរថយន្តរបស់គាត់ពេញមួយផ្លូវលុះដល់អណ្ដូងរ៉ែគេសង្កេតឃើញច្បាស់ថាកម្មករមិនសូវសប្បាយចិត្តប៉ុន្មានទេមើលទៅតានតឹងនឹងហេតុការណ៍ដែលបានកើតឡើងលុះបានស្ដាប់ការនិទានបកស្រាយពីតាមុករួមទាំងមានអាវុធប្រគល់ឲ្យកាន់ទុកសម្រាប់ការពារខ្លួនហើយបានណែនាំគ្រប់គ្នាឲ្យស្គាល់ព្រានថុលដែលជាអ្នកនឹងមកបង្ក្រាបខ្លានោះបរិយាកាសក៏ចាប់ផ្ដើមប្រសើរឡើងបន្តិចហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាមានទំនុកចិត្តនោះគឺតាមុកផ្ទាល់ក៏នឹងចូលរួមក្នុងបេសកកម្មនេះផងដែរដើម្បីជាទឹកចិត្តដល់ពួកកម្មករជាពិសេសវិសាលដែលបាននាំកាំភ្លើងរីហ្វែលមកជាមួយដោយសង្ឃឹមថានឹងបង្កើតស្នាដៃឲ្យបានទទួលស្គាល់ក្នុងនាមជាអ្នកស្នងមរតកការធ្វើអណ្ដូងរ៉ែនេះបន្តពីតាមុកដែលជាឪពុកអ្នកទាំង4នាក់បាននៅជាមួយគ្នានៅក្នុងផ្ទះសម្រាករបស់ប៊ុនថនក្នុងជំរំកម្មករភ្នំខៀវយប់ដំបូងខណៈដែល3នាក់កំពុងដេកលក់ព្រានថុលបានចេញមកដើរស្វែងរកមើលតំបន់ជុំវិញដោយមានវណ្ណៈជាអ្នកជួយផ្ដល់ព័ត៌មានផ្សេងៗអំពីខ្លានោះធ្វើឲ្យគាត់ដឹងទាំងផ្លូវដើរនិងពេលវេលាដែលវាចេញរកស៊ីមួយសន្ទុះក្រោយមកវាក៏បានចេញពីស្រមោលងងឹតបង្ហាញខ្លួនឲ្យឃើញច្បាស់វាគឺជាខ្លាធំមួយកំពុងដើរ3ជំហានត្រង់ចូលមករកមនុស្សទាំងពីរខ្លានេះមែនទេព្រានថុលបានសួរឡើងដោយសំឡេងស្ងាត់ស្ងាត់ក្រោយហើយបងវានេះហើយវណ្ណៈបានឆ្លើយតបយ៉ាងមុតមាំនោះដល់វាដើរចូលមកជិតតាមពិតទៅតំបន់ព្រៃនេះព្រានថុលធ្លាប់បានចូលមកបរបាញ់សត្វរហូតដល់ពេលក្រោយដែលមានគេនិទានថាមានខ្លះស្រែងកំណាចទើបគ្មានអ្នកណាចូលមកទៀតរហូតដល់តាមុកទទួលបានសម្បទានធ្វើអណ្ដូងរ៉ែទើបបានដឹងថាមានខ្លះស្រែងពិតប្រាកដតាមពាក្យគេនិទានរហូតដល់ក្នុងរង្វង់បាញ់ទាំងពីរដែលបានតម្រង់ចុងកំភ្លើងទៅកាន់គោលដៅរួចជាស្រេចក៏បានទាន់បាញ់ភ្លាមខ្លាកំណាចនោះបានភ្ញាក់ផ្អើលហើយបន្លឺសំឡេងក្រហមយ៉ាងខ្លាំងទាំងសំឡេងកំភ្លើងនិងសំឡេងខ្លាហាក់ដូចជាបានដាស់មនុស្សជាច្រើនឲ្យភ្ញាក់ឡើងជាពិសេសតាមុកប៊ុនថននិងវិសាលក៏បានរត់ចេញមកដោយព្រមគ្នាព្រមទាំងមានអាវុធប្រចាំកាយវិសាលដែលមានចរិតក្លាហានមិនសូវខ្លាចអ្វីតាមស្ទីលកូនមេឃុំបានចេញទៅឈរប្រឈមមុខនឹងខ្លានោះលើកកាំភ្លើងរីហ្វែលដាក់លើស្មារួចក៏ទាន់បាញ់ភ្លាមដោយមានទំនុកចិត្តក្នុងជំនាញថាបាញ់មិនខុសគោលដៅគាត់ហៀបនឹងដើរចូលទៅបាញ់ម្ដងទៀតតែត្រូវបានព្រានថុលខាត់ទុកនៅពាក់កណ្ដាលអធ្រាត្រដ៏ស្ងប់ស្ងាត់ខណៈដែលព្រានថុលនិងវណ្ណៈកំពុងអង្គុយនិយាយគ្នាក៏សង្កេតឃើញមានចលនាអ្វីមួយនៅក្នុងស្រមោលងងឹតក្រោយជួរដើមឈើខាងមុខទាំងពីរនាក់បានបញ្ជូនក្រសែភ្នែកទៅមើលកាំភ្លើងនៅក្នុងដៃក៏ក្តាប់យ៉ាងជាប់ក្នុងឥរិយាបថត្រៀមខ្លួនចាំបន្តិចសិនកុំប្រញាប់ចូលទៅវាត្រូវបានបាញ់ហើយសម្រាប់វាចោលទៅទើបរឿងនឹងបានចប់វិសាលបានបែរមកប្រាប់ព្រានថុលដោយឥរិយាបថដូចជាមិនព្រមស្ដាប់បង្គាប់រហូតដល់តាមុកត្រូវតែខាត់ម្ដងទៀតវាត្រូវបានបាញ់តែត្រូវតែមើលឲ្យប្រកបថាបាញ់ចូលឬអត់កាំភ្លើងរីហ្វែលនេះណាតើនឹងមិនចូលដោយរបៀបណាវិសាលដែលជឿជាក់លើជំនាញរបស់ខ្លួនឯងនិងកាំភ្លើងដែលនៅក្នុងដៃជាងអ្វីផ្សេងក៏បានដើរត្រង់ចូលទៅបាញ់ម្ដងទៀតភ្លាមនៅពេលនោះហើយទើបគាត់បានឃើញការពិតថាក្របកាំភ្លើងមិនអាចទម្លុះស្បែករបស់វាចូលទៅបានឡើយក៏
គាត់ក៏បានព្យាយាមបាញ់ម្ដងទៀតតែក្នុងពេលដែលគាត់កំពុងតែនឹងទាន់បាញ់នោះខ្លាស្រែងកំណាចក៏មិនបានបើកឱកាសឲ្យទេវាបានលោតចូលមកភ្លាមវិសាលមិនបានប្រុងប្រយ័ត្នក៏ត្រូវខ្លាចកោសដួលហើយដោយសភាវគតិរបស់សត្វសាហាវវាក៏បានតាមចូលទៅស៊ីសាច់សត្វព្រៃរបស់វាភ្លាមហេតុការណ៍បានកើតឡើងយ៉ាងលឿនរហូតដល់គ្មានអ្នកណាអាចជួយទាន់បានឡើយសូម្បីតែតាមុខដែលជាឪពុកឬក៏ព្រានថុលដែលកំពុងបដូរគ្រាប់កាំភ្លើងមកជាគ្រាប់មុនក៏ដោយហើយនៅពេលដែលបដូរគ្រាប់កាំភ្លើងរួចក៏បានទាន់បាញ់ភ្លាមគ្រាប់កាំភ្លើងបានទម្លុះចូលទៅត្រង់ជើងក្រោយរបស់វារហូតដល់វាភ្ញាក់ផ្អើលតែដោយសារតែវាជាខ្លាធំគ្រាប់កាំភ្លើងត្រឹមតែមួយគ្រាប់មិនអាចសម្លាប់វាបានឡើយហើយវាក៏នៅតែមានកម្លាំងគ្រប់គ្រាន់ដើម្បីខំយកសាកសពដ៏អកុសលរបស់វិសាលបាត់ទៅក្នុងព្រៃនៅចំពោះមុខការភ្ញាក់ផ្អើលរបស់អ្នករាល់គ្នាដែលនៅទីនោះជាពិសេសតាមុខដែលមិនអាចជួយសង្គ្រោះជីវិតកូនប្រុសរបស់គាត់ទុកបានគាត់ក៏បានបញ្ជាឲ្យអ្នករាល់គ្នាដែលមានអាវុធចេញទៅតាមភ្លាមដោយមានព្រានថុលតាមដានទៅតាមុខបានសម្លឹងមើលស្នាមឈាមដែលនៅតាមស្លឹកឈើនិងនៅលើដីកាន់តែមានអារម្មណ៍សោកស្ដាយដែលកូនប្រុសត្រូវបាត់បង់ជីវិតនៅក្នុងព្រៃបែបនេះហើយគាត់ក៏បានប្រកាសថាគាត់ត្រូវតែសម្លាប់ខ្លានេះឲ្យបានបើមិនដូច្នេះទេគាត់នឹងមិនចាក់ចេញពីអណ្ដូងរ៉ែនេះឡើយព្រានថុលបានដើរនាំមុខបើកពន្លឺពិលសម្លឹងមើលផ្លូវទៅមុខដោយមានតាមុខនិងបន្ថនតាមក្រោយដោយមានវណ្ណៈនិងកម្មករ5នាក់ទៀតចាំយាមពីក្រោយកំភ្លើងនៅក្នុងដៃរបស់អ្នករាល់គ្នាត្រូវបានក្តាប់យ៉ាងជាប់ត្រៀមខ្លួនបាញ់ភ្លាមប្រសិនបើត្រូវប្រឈមមុខនឹងវាតែខ្លានេះវាឆ្លាតជាងការគិតទៅទៀតវាបានជ្រើសរើសមិនប្រឈមមុខដោយផ្ទាល់តែភាពស្ទាត់ជំនាញក្នុងព្រៃគឺជាចំណុចអាចយកឈ្នះបានវាបានប្រើវិធីពួនស្ទាក់វាយប្រហារពីក្រោយរហូតទាល់តែក្រុមនោះដើរកន្លងផុតទៅវាក៏បានលបលួចកោសសត្វព្រៃដែលដើរនៅពីក្រោយដោយប្រើល្បឿនដូចរន្ទះបាញ់មុនដែលមនុស្សនៅខាងមុខនឹងដឹងថាមានអ្វីកើតឡើងវាក៏ខំយកសត្វព្រៃនោះបាត់ទៅក្នុងភាពងងឹតហើយដូច្នេះគេត្រូវតែទៅជាមួយគ្នាយ៉ាងប្រុងប្រយ័ត្នជាពិសេសវណ្ណៈដែលត្រូវតែដើរនៅពីក្រោយគេដើម្បីចាំមើលសុវត្ថិភាពពីការលបធ្វើបាបគាត់ក៏មានអារម្មណ៍ដូចជាត្រូវតែខ្លាចជាសត្វព្រៃបន្ទាប់នៅតែល្អដែលមានអាវុធជាកំភ្លើងខ្លីវែងដែលទើបតែបានយកមកប្រើប្រហែលជាអាចធ្វើឲ្យវាភ័យខ្លាចបានខ្លះលុះដើរបានមួយសន្ទុះពន្លឺពីប្រអប់ភ្លើងក្នុងដៃរបស់គាត់ក៏បានស្រឡះទៅឃើញខ្លានោះកំពុងពួននៅក្រោយគុម្ពោតដែលនៅលើដីទៀបម្ខាងផ្លូវប្រសិនបើវាលោតចុះមកប្រហែលជាធ្លាក់មកលើគាត់យ៉ាងប្រកបតែគាត់ក៏មិនព្រមរងចាំឲ្យកើតហេតុដូច្នោះដែរនៅពេលដែលចាប់ទីតាំងរបស់វាបានគាត់ក៏បដូរពីប្រអប់ភ្លើងមកជាចុងកំភ្លើងតម្រង់ទៅកាន់គោលដៅហើយក៏ទាន់បាញ់ភ្លាមសំឡេងកំភ្លើងបានធ្វើឲ្យអ្នករាល់គ្នាងាកមកមើលហើយបើកពន្លឺពិលទៅកាន់ចំណុចនោះដោយព្រមគ្នាក៏បានឃើញថាខ្លាកំណាចនោះកំពុងឈរនៅលើទីនោះតាមុខដែលទុកពន្លឺពិលនៅក្នុងទ្រូងក៏បានដាក់កំភ្លើងបាញ់ទៅលើវាភ្លាមហើយបន្ទាប់មកដោយគ្រាប់កំភ្លើងជាច្រើនដើមទៀតរួមទាំងគ្រាប់កំភ្លើងមុនរបស់ព្រានថុលផងដែលមើលទៅដូចជាគ្រាប់តែមួយគត់ដែលអាចទម្លុះស្បែកចូលទៅក្នុងខ្លួនរបស់វាបានតែក៏មើលទៅតិចតួចពេកសម្រាប់ខ្លាធំបែបនោះវាមិនបានបង្ហាញអរិយាបថភ័យខ្លាចអ្វីទាំងអស់តែបានបន្លឺសំឡេងកំហកយ៉ាងខ្លាំងរួចក៏បាញ់លោតចូលទៅកាន់ក្រុមមនុស្សទាំងនោះភ្លាមធ្វើឲ្យពួកគេត្រូវតែលោតរត់គេចខ្លួនទៅតាមទិសដៅផ្សេងគ្នាហើយនៅទីបំផុតវាក៏បានកោសកម្មករម្នាក់ទៀតហើយខំយកបាត់ទៅក្នុងព្រៃទៀតនៅពេលដែលឃើញថាតាមមិនទាន់ហើយក៏ជាពេលយប់ផងកាន់តែមានគ្រោះថ្នាក់ដូច្នេះគេក៏សម្រេចចិត្តនាំគ្នាត្រឡប់មកវិញគេមានបំណងចង់ទៅតាមប្រមាញ់វាតែផ្ទុយទៅវិញវាវិញដែលចូលមកធ្វើបាបពួកគេដល់ទៅ2នាក់ទៀតវាកាយជាងការគិតទុកទៅទៀតតាមមុខបានដើរតាមផ្លូវគិតក្នុងចិត្តថាប្រសិនបើមិនអាចដោះស្រាយខ្លានេះបានទេកម្មករនឹងបាត់បង់ទឹកចិត្តមិនចង់ធ្វើការប៉ះពាល់ដល់អាជីវកម្មរបស់គាត់យ៉ាងប្រកបហើយសំខាន់បំផុតវាបានឆក់យកជីវិតកូនប្រុសរបស់គាត់ទៅទាំងម្នាក់មិនថាយ៉ាងណាក៏ដោយគាត់ត្រូវតែសម្លាប់វាឲ្យបាននៅថ្ងៃបន្ទាប់គេក៏បានអង្គុយពិគ្រោះគ្នាអំពីរឿងខ្លានេះខ្ញុំចង់ឲ្យរឿងនេះបញ្ចប់ឲ្យបានឆាប់បំផុតមុនពេលវារត់ចូលទៅក្នុងព្រៃជ្រៅរហូតដល់រកមិនឃើញតាមុខបានបែរទៅនិយាយជាមួយព្រានថុល
ពីដែលបានដឹងមកតំបន់នេះគឺជាទីលំនៅរបស់វាខ្ញុំជឿថាវាប្រហែលជាមិនទៅណាទេព្រានថុលបាននិយាយឡើងតាមដែលធ្លាប់បានឮពីមុនមកបើដូច្នេះយើងក៏មិនបាច់ទៅតាមប្រមាញ់វាឲ្យខាតពេលវេលាចាំវានៅអណ្ដូងរ៉ែនេះឯងមិនថាយ៉ាងណាវាក៏ត្រូវតែមកទៀតដែរប៊ុនថនបានបញ្ចេញយោបល់ពីព្រោះគាត់មើលឃើញថាការចូលទៅបរបាញ់ខ្លាក្នុងព្រះអាទិត្យប្រហែលជាមានគ្រោះថ្នាក់បើវាមកទៀតក៏ត្រូវតែមានកម្មករធ្លាក់ខ្លួនជាសត្វព្រៃរបស់វាម្ដងទៀតមិនចេះចប់ឡើយខ្ញុំខ្លាចថាកម្មករនឹងបោះបង់អណ្ដូងរ៉ែត្រឡប់ទៅផ្ទះវិញអស់តាមុកបាននិយាយឡើងដោយព្រួយបារម្ភទាំងកម្មករនិងអណ្ដូងរ៉ែរបស់គាត់ទៅជាមួយដូច្នេះគាត់ក៏បានសុំយោបល់ពីព្រានថុលដែលជាមេការក្នុងរឿងនេះប្រហែលជាត្រូវតែធ្វើទាំងពីរយ៉ាងគឺទាំងចេញទៅតាមប្រមាញ់និងទាំងចាំវាឲ្យចេញមកតែត្រូវតែធ្វើដោយមានផែនការយ៉ាងណាក៏និយាយមកការចូលទៅបរបាញ់វានៅពេលយប់គឺមានគ្រោះថ្នាក់យើងត្រូវចូលទៅតាមប្រមាញ់វានៅពេលថ្ងៃយករថយន្តចូលទៅហើយត្រឡប់ចេញមកមុនពេលព្រះអាទិត្យលិចចំណែកពេលយប់ក៏ត្រូវចាំវានៅទីនេះរៀបចំផែនការទប់ទល់នឹងវាយើងមានទាំងមនុស្សទាំងអាវុធល្អដូចគ្នាបើដូច្នោះស្អែកនេះយើងយករថយន្តចូលទៅតាមមុខយល់ព្រមតាមការសម្រេចចិត្តដែលត្រូវចូលទៅបរបាញ់វានៅពេលថ្ងៃពីព្រោះអាចមើលឃើញអ្វីៗបានយ៉ាងច្បាស់ទើបមិនធ្លាក់ខ្លួនជាសត្វព្រៃរបស់ខ្លាដែលចូលចិត្តលុបវាយប្រហារក្នុងសមោលងងឹតនៅពេលថ្ងៃត្រង់នៃថ្ងៃបន្ទាប់ក្រុមប្រមាញ់ខ្លាក៏បានចេញប្រតិបត្តិការភ្លាមដោយមានព្រានថុលតាមុកប៊ុនថននិងវណ្ណៈដែលទទួលភារកិច្ចជាអ្នកបើកបររថយន្តជីបរបស់តាមុកនោះហើយគឺជាយានធ្វើដំណើររបស់មនុស្សទាំងអស់កាលណាចូលទៅកាន់តែជ្រៅផ្លូវក៏កាន់តែទ្រុឌទ្រោមពេញទៅដោយរណ្ដៅរណាធ្វើឲ្យមិនអាចប្រើល្បឿនបានច្រើនប៉ុន្មានទេតែក៏ជាការល្អក្នុងការសម្លឹងមើលស្វែងរកអ្វីៗដែលនៅជុំវិញខ្លួនពីព្រោះសភាពព្រៃក្រាស់មានដើមឈើដុះជាប់គ្នាយ៉ាងក្រាស់ក្រែលតែនៅក្នុងចំណោមភាពក្រាស់នៃដើមឈើនេះប្រសិនបើមានចលនាអ្វីកើតឡើងក៏មិនអាចរួចពីក្រសែភ្នែករបស់មនុស្សទាំងនោះបានឡើយជាពិសេសព្រានថុលដែលធ្លាប់ស្គាល់ព្រៃភ្នំព្រៃជ្រោះស្ទើរតែពេញមួយជីវិតគ្រាន់តែក្លិនសាច់របស់វាបក់មកតាមខ្យល់គាត់ក៏ដឹងហើយថាវានៅតំបន់នេះយើងចូលមកជិតវាហើយត្រៀមខ្លួនឲ្យបានព្រមថុលបាននិយាយឡើងដើម្បីឲ្យអ្នករាល់គ្នាដឹងខ្លួនហើយប្រកាសណាស់ថាក្រសែភ្នែករបស់អ្នករាល់គ្នាដែលបញ្ជូនទៅមើលជុំវិញនោះត្រូវតែប្រើភាពយកចិត្តទុកដាក់កាន់តែខ្លាំងតែមកបានក្រោកឈរឡើងដើម្បីឲ្យមើលឃើញកាន់តែងាយស្រួលរថយន្តជីបគ្មានដំបូលធ្វើឲ្យឃើញអ្វីៗកាន់តែច្បាស់ព្រានថុលក្រៅពីច្រមុះរសើបភ្នែកក៏វះវៃផងដែរគាត់បានសង្កេតឃើញមានចលនាអ្វីមួយនៅពីក្រោយជួរដើមឈើខាងមុខដូច្នេះគាត់ក៏ប្រាប់ឲ្យវណ្ណៈឈប់រថយន្តមានអ្វីឬព្រានថុលតែមកបានសួរឡើងហើយក៏ងាកទៅមើលជុំវិញវានៅពីក្រោយជួរដើមឈើខាងមុខព្រានថុលនិយាយចប់អ្នករាល់គ្នាក៏ក្តាប់កំភ្លើងក្នុងដៃត្រៀមបាញ់ភ្លាមចំណុចនោះនៅឃ្លាតចេញប្រហែល20ម៉ែត្រមិនដល់រថយន្តបានឈប់នៅស្ងៀមខណៈដែលក្រសែភ្នែកគ្រប់គូសម្លឹងទៅកាន់ចំណុចគោលដៅហើយនៅពេលដែលខ្លាចកំណាចបានបង្ហាញខ្លួនឲ្យឃើញអ្នករាល់គ្នាដែលបានតម្រង់ចុងកំភ្លើងទៅកាន់គោលដៅរួចជាស្រេចក៏បានទាន់បាញ់ភ្លាមសត្វព្រៃបានភ្ញាក់ផ្អើលបន្តិចមុននឹងបាញ់លោតចេញមកឈរស្ទាក់ផ្លូវនៅខាងមុខហើយធ្វើដូចជានឹងលោតចូលមកវាយប្រហារបើករថយន្តបុកវាទៅតាមមុខប្រាប់វណ្ណៈខណៈដែលគាត់ឈរនៅលើរថយន្តតម្រង់ចុងកំភ្លើងទៅកាន់គោលដៅវណ្ណៈនៅពេលទទួលបញ្ជាក៏បើករថយន្តបុកទៅលើវាភ្លាមដែលជាពេលតែមួយដែលវារត់ចូលមកដែរតែមុននឹងដល់ចំណុចបុកទង្គិចវាក៏លោតឡើងលើអាកាសហោះពីលើរថយន្តទាំងមូលទៅធ្វើឲ្យតាមុកត្រូវតែប្រញាប់បន្ទាបខ្លួនចុះមុននឹងត្រូវវាកោសក្បាលគាត់អាចត្រឹមតែបែរទៅបាញ់ពីក្រោយនៅពេលដែលវាចុះដល់ដីពីក្រោយរថយន្តខ្លាកំណាចក៏ត្រឡប់មកវិញយ៉ាងលឿនហើយរត់តាមមកភ្លាមវណ្ណៈបើកលឿនទៅវាតាមមកហើយសំឡេងប៊ុនថនបានស្រែកប្រាប់តែរថយន្តក៏មិនអាចបង្កើនល្បឿនបានច្រើនប៉ុន្មានដែរពីព្រោះផ្ទៃផ្លូវនៅតំបន់នោះទ្រុឌទ្រោមពេញទៅដោយរណ្ដៅរណាមានសភាពមិនខុសពីផ្ទៃព្រះចន្ទទ្រានោះទេដូច្នេះគេត្រូវតែនាំគ្នាបាញ់សង្កត់តែក៏មិនអាចបញ្ឈប់វាបានដែរពីព្រោះមានតែគ្រាប់កាំភ្លើងមុនរបស់ព្រានថុលប៉ុណ្ណោះដែលអាចធ្វើឲ្យវារបួសមើលទៅហាក់ដូចជាត្រូវចំជើងក្រោយ
តែដោយសារតែចរិតអំណត់របស់វាធ្វើឲ្យអ្នកដែលនៅលើរថយន្តចាប់ផ្ដើមបារម្ភថាវានឹងតាមទាន់ដូច្នេះគេត្រូវតែបាញ់សង្កត់ម្ដងទៀតដោយព្រានថុលបានផ្ដោតទៅលើមុខរបួសចាស់ត្រង់ជើងក្រោយខាងស្ដាំរបស់វាដើម្បីធ្វើឲ្យវារត់យឺតចុះហើយវាក៏បានសម្រេចមើលទៅវារត់យឺតជាងមុនយ៉ាងច្បាស់រហូតដល់វណ្ណៈអាចបើករថយន្តឲ្យឃ្លាតចេញឆ្ងាយមកបានទោះបីជាបានរួចផុតពីហេតុការណ៍គ្រោះថ្នាក់ក៏ពិតមែនតែក៏នៅមិនទាន់មានសុវត្ថិភាពទាំងស្រុងនៅឡើយទេពីព្រោះនៅតែវិលវល់នៅក្នុងតំបន់របស់វាហើយប្រសិនបើត្រឡប់ទៅតាមផ្លូវដើមមិនទាន់មុនព្រះអាទិត្យលិចទេក៏ប្រហែលជាត្រូវតែផ្លាស់ប្ដូរផែនការពីព្រោះការត្រឡប់ទៅតាមផ្លូវដើមក៏ប្រហែលជាមិនមានសុវត្ថិភាពដែរតែប្រហែលជាអាចត្រូវវាលបវីប្រហារនៅត្រង់ណាមួយក៏បានគាត់ងើបមើលព្រះអាទិត្យនៅលើមេឃក៏កំពុងតែធ្លាក់ចុះបន្តិចម្ដងដូច្នេះត្រូវតែរៀបចំផែនការថ្មីឲ្យស្របតាមស្ថានភាពជាក់ស្ដែងមានព្រានថុលនៅជាមួយទាំងមនុស្សប្រសិនបើត្រូវតែដេកក្នុងព្រៃសាក់លបងមួយយប់ក៏ប្រហែលជាមិនអីដែរតាមមុខបាននិយាយឡើងខណៈដែលរថយន្តឈប់សម្រាកនៅក្នុងព្រៃគាត់បានងាកមើលជុំវិញក៏ឃើញសត្វតូចដូចជាសត្វស្លាបកំប្រុកក្រញោលគ្រប់គ្រាន់ឲ្យបាញ់យកមកធ្វើជាអាហារបានរហូតដល់ព្រះអាទិត្យលិចក្រោយកំពូលភ្នំគេក៏បានសន្និដ្ឋានថាយប់នេះប្រហែលជាត្រូវតែដេកនៅក្នុងព្រៃកាលណាចូលមកដល់ហើយយកខ្លួនឯងធ្វើជាអន្ទាក់តាក់ទាញខ្លាក៏ប្រសើរជាងទើបជាការប្រសើរជាងត្រូវវាធ្វើបាបនៅតាមផ្លូវដែលប្រហែលជាមិនមានឱកាសប្រយុទ្ធតបតវិញនៅពេលដែលបានព្រមព្រៀងគ្នាតាមនោះព្រានថុលក៏បានឡើងទៅធ្វើខ្ទមនៅលើដើមឈើដែលមានទំហំធំល្មមឲ្យពួកគេទាំងអស់ដេកបានយ៉ាងស្រួលរឿងអាហារក៏មិនពិបាកដែរបាញ់យកតាមតំបន់នោះក៏មានគ្រប់គ្រាន់ឲ្យបានឆ្អែតចំណាយពេលបរិភោគមិនយូរប៉ុន្មានរួចហើយក៏អង្គុយនិយាយគ្នាមួយសន្ទុះលុះដល់ពេលល្ងាចងងឹតពួកគេទាំងអស់ក៏បានឡើងទៅលើខ្ទមតាមការណែនាំរបស់ព្រានថុលដែលបានវាយតម្លៃស្ថានភាពទុករួចហើយថាខ្លានោះប្រកាសជារកឃើញពួកគេយ៉ាងពិតប្រាកដពីព្រោះមានវត្ថុចម្លែកគឺរថយន្តជីបមួយចតនៅទីនោះនៅពាក់កណ្ដាលអធ្រាត្រខណៈដែលអ្នករាល់គ្នាកំពុងដេកលក់ស្រមុកតាមមុខដែលស្ថិតក្នុងសភាពដេកមិនទាន់ដឹងខ្លួនត្រចៀករបស់គាត់ក៏បានឮដូចជាមាននរណាម្នាក់មកហៅនៅខាងក្រោមសំឡេងច្បាស់ណាស់រហូតដល់គាត់ចាំបានថាជាសំឡេងរបស់វិសាលកូនប្រុសរបស់គាត់ក៏បានបើកភ្នែកឡើងដោយក្តីត្រេកអរហើយលើកខ្លួនក្រោកអង្គុយបញ្ជូនក្រសែភ្នែកទៅមើលជុំវិញដើម្បីរកទីតាំងសំឡេងក៏បានឃើញវិសាលឈរនៅក្បែររថយន្តជីបដែលចតទុកគាត់មានអារម្មណ៍រីករាយដែលកូនប្រុសនៅមិនទាន់ស្លាប់គាត់មានបំណងចុះទៅរកថុលដែលភ្ញាក់ពីគេងទាន់ពេលបានឃើញដូច្នោះក៏ទាញដៃគាត់ទុកទៅណាព្រានថុលបានសួរដោយក្តីសង្ស័យចុះទៅរកវិសាលកូនខ្ញុំវាស្លាប់ទៅហើយតើនឹងមកដោយរបៀបណាព្រានថុលបាននិយាយព្រមទាំងទាញដៃទុកវាមិនទាន់ស្លាប់ទេនោះហើយឈរនៅត្រង់រថយន្តនោះតាមមុខបាននិយាយព្រមទាំងលើកដៃឲ្យមើលក៏បានឃើញវិសាលឈរនៅទីនោះពិតៗសំឡេងនិយាយគ្នារបស់មនុស្សទាំងពីរក៏ដូចជាបានដាស់បន្ថននឹងវណ្ណៈឲ្យភ្ញាក់ឡើងដែរហើយពួកគេក៏បានឃើញវិសាលឈរនៅទីនោះដូចគ្នាអ្នករាល់គ្នាក៏នាំគ្នាភ្ញាក់ផ្អើលមានតែតាមុខប៉ុណ្ណោះដែលមិនភ្ញាក់ផ្អើលពីព្រោះគាត់ជឿជាក់ថានោះគឺជាកូនប្រុសរបស់គាត់ពិតចូលមើលឲ្យល្អសិនថាវាមែនជាវិសាលពិតឬទេបន្ថនបានដាស់តឿនស្មារតីហេតុអ្វីក៏មិនមែនអ្នករាល់គ្នាក៏ឃើញដូចគ្នាដែរតាមុខនៅតែមានទំនុកចិត្តដដែលអ្វីដែលឃើញប្រហែលជាមិនមែនក៏បានព្រានថុលបាននិយាយឡើងខណៈដែលដៃរបស់គាត់ក៏មិនទាន់លែងពីតាមុខដែលកំពុងព្យាយាមចុះទៅឲ្យបានហើយនៅពេលដែលឃើញថាឪពុកមិនចុះទៅវិសាលក៏បានដើរចូលមករកថុលបានសង្កេតឃើញថាការដើររបស់វាមិនសូវធម្មតាទេដូចជាមានរបួសជើងឆ្វេងធ្វើឲ្យគាត់នឹកឃើញដល់ហេតុការណ៍នៅពេលថ្ងៃដែលគាត់បានព្យាយាមបាញ់ទៅលើមុខរបួសចាស់ត្រង់ជើងក្រោយខាងស្ដាំរបស់ខ្លានោះវាគឺជាខ្លាស្រែងព្រានថុលបាននិយាយឡើងដោយទំនុកចិត្តធ្វើឲ្យបន្ថននឹងវណ្ណៈត្រូវតែយកកំភ្លើងមកកាន់ទុកខុសពីតាមុខដែលនៅតែមានអាការស្ទាក់ស្ទើរសម្រាប់ចិត្តមិនត្រូវគាត់បានបញ្ជូនក្រសែភ្នែកទៅមើលកូនប្រុសរបស់គាត់ដែលកំពុងដើរចូលមកកាន់តែជិតដោយមានអារម្មណ៍យល់ច្រឡំចំពោះអ្វីដែលព្រានថុលបាននិយាយនិងអ្វីដែលគាត់ឃើញ
តែដោយសារបទពិសោធន៍របស់ព្រានថុលគាត់ចាំបាច់ត្រូវតែបង្ហាញឲ្យអ្នករាល់គ្នាបានឃើញគាត់បានដាក់កាំភ្លើងលើស្មារួចក៏ទាន់បាញ់ភ្លាមទើបតែបញ្ចប់សម្លេងកាំភ្លើងរូបរាងរបស់វិសាលក៏ប្រែក្លាយទៅជាខ្លាធំមួយបន្លឺសម្លេងកំហកយ៉ាងខ្លាំងទៅទូទាំងព្រៃតាមមុខបានឃើញដោយភ្នែកផ្ទាល់ទើបដឹងថាខ្លួនត្រូវបានបញ្ឆោតស្ទើរតែត្រូវបាត់បង់ជីវិតគាត់ក៏ដាក់កាំភ្លើងលើស្មាហើយទាន់បាញ់ទៅលើវាភ្លាមខ្លាស្រែងកំណាចបានព្យាយាមតោងឡើងទៅលើដើមឈើតែក៏ត្រូវបានប៊ុនថននិងវណ្ណៈបាញ់សង្កត់ទុកវាជាខ្លាធំឡើងមកលើនេះមិនបានទេព្រានថុលបាននិយាយឡើងខណៈដែលអង្គុយសម្លឹងមើលខ្លាកំណាចដែលកំពុងព្យាយាមតោងឡើងលើដើមឈើតែត្រូវបានបាញ់ធ្លាក់ចុះមកវិញរាល់ដងរួមទាំងត្រូវគ្រាប់កាំភ្លើងមុនរបស់គាត់ជាច្រើនគ្រាប់ទៀតរហូតដល់វាចាប់ផ្ដើមមានរោគសញ្ញាហើយក៏ត្រូវតែបោះបង់បំណងដើរបាត់ទៅក្នុងព្រៃពួកគេបានរងចាំមើលមួយសន្ទុះរហូតដល់ប្រកាសថាវាមិនត្រឡប់មកវិញទេទើបនាំគ្នាដេកបន្តរហូតដល់ព្រលឹមស្រាងទើបពួកគេបានឡើងចុះមកដុតភ្លើងត្រាំកាហ្វេផឹកដើម្បីឲ្យរាងកាយស្រស់ស្រាយនៅពេលព្រឹកដោយមិនដឹងថាខ្លះស្រែងកំណាចនោះក៏កំពុងរងចាំឱកាសនេះដែរវាកំពុងរងចាំឲ្យពួកគេចុះពីដើមឈើហើយនៅពេលកំពុងអង្គុយផឹកកាហ្វេនិងនិយាយគ្នាបរិយាកាសពេលព្រឹកមិនត្រឹមតែមានក្លិនកាហ្វេប៉ុណ្ណោះទេតែច្រមុះរបស់ព្រានថុលក៏បានធុំក្លិនស្រែងរបស់ខ្លាបញ្ចូលមកជាមួយដែរដូច្នេះគាត់ក៏បានយកកាំភ្លើងមកកាន់ទុកមានអ្វីឬព្រានថុលតែមកបានសួរឡើងព្រមទាំងយកកាំភ្លើងមកកាន់ទុកផងដែរវាមកដល់ហើយខ្លាមែនឬត្រូវហើយវាកំពុងសម្លឹងមើលពួកយើងព្រានថុលបាននិយាយឡើងហើយក៏ងាកមើលជុំវិញកាំភ្លើងនៅក្នុងដៃរបស់អ្នករាល់គ្នាត្រូវបានក្តាប់យ៉ាងជាប់ត្រៀមខ្លួនទទួលស្ថានភាពដែលនឹងកើតឡើងហើយពេលវេលាផឹកកាហ្វេពេលព្រឹកក៏ត្រូវបានបញ្ចប់នៅពេលដែលបានបង្ហាញខ្លួននៅរូបរាងខ្លាធំដដែលចេញពីក្រោយកំពតដែលនៅឃ្លាតចេញមិនឆ្ងាយប៉ុន្មានវាស្ថិតក្នុងរង្វង់បាញ់របស់ភាគីទាំងសងខាងមនុស្ស4នាក់ដែលបានត្រៀមខ្លួនរួចជាស្រេចក៏បានចាប់ផ្ដើមធ្វើសកម្មភាពភ្លាមពួកគេបានក្រោកឈរឡើងដោយព្រមគ្នាហើយដាក់កាំភ្លើងបាញ់ទៅលើរូបខ្លានោះមុនពេលវាចូលមកដល់ដងខ្លួនខ្លាកំណាចបានស្ទាក់ស្ទើរហើយបន្លឺសម្លេងកំហកយ៉ាងខ្លាំងមុននឹងបាញ់លោតចូលទៅកាន់មនុស្សទាំង4នាក់ភ្លាមធ្វើឲ្យពួកគេបែកខ្ចាត់ខ្ចាយទៅតាមទិសដៅផ្សេងៗគ្នាហើយដូចជាវាដឹងថាព្រានថុលគឺជាអ្នកដែលមានគ្រោះថ្នាក់ជាងគេវាក៏បានជ្រើសរើសដោះស្រាយគាត់ជាមុនសិនវាបានរត់តាមគាត់មកយ៉ាងជិតដោយមិនបានបើកឱកាសឲ្យត្រៀមខ្លួនវាបានកោសសគាត់ដួលទៅលើដីហើយចូលទៅស៊ីសាច់ភ្លាមតែក៏មិនងាយស្រួលដូចដែលវាគិតនោះទេព្រានដែលមានជំនាញកម្រិតមេប្រហែលជាមិនចាញ់បោកវាយ៉ាងងាយនោះទេព្រានថុលបានប្រើដៃទាំងពីរកោសទៅលើករបស់វាហើយរុញចេញអស់ពីកម្លាំងដើម្បីកុំឲ្យវាខំក្បាលរបស់គាត់បាននៅក្នុងចំណោមភាពភ្ញាក់ផ្អើលរបស់ពួកមិត្តភ័ក្តិ3នាក់ទៀតដែលមិនដឹងថាត្រូវជួយយ៉ាងម៉េចខ្លាចបើបាញ់ទៅហើយខុសចំព្រានថុលពួកគេបានប្រកាន់ជាប់គ្នាមួយសន្ទុះទើបព្រានថុលអាចផ្លាស់ប្ដូរស្ថានភាពមកនៅពីលើវិញតែប្រើកាំភ្លើងក៏មិនស្រួលតាមមុខបានឃើញដូច្នោះក៏ទាញកាំបិតពីចង្កេះហើយបោះទៅឲ្យព្រានថុលនៅពេលទទួលបានកាំបិតគាត់ក៏ចាក់ភ្លាមតែមិនថាចាក់ត្រង់ណាទេកាំបិតក៏មិនអាចទម្លុះស្បែករបស់វាចូលបានដែររហូតដល់គាត់ចាប់ផ្ដើមអស់កម្លាំងហើយនៅទីបំផុតក៏ត្រូវខ្លាកំណាចបក់ខ្លួនផុតទៅហើយនៅពេលដែលបានជួបជុំគ្នាវិញពួកគេក៏នាំគ្នារត់ទៅកាន់រថយន្តមិនទាន់បានអង្គុយចូលកន្លែងរបស់ខ្លួនផងវណ្ណៈក៏បានចាប់ផ្ដើមម៉ាស៊ីនហើយបើកបរចេញពីទីនោះយ៉ាងលឿនខ្លាកំណាចបានឃើញដូច្នោះក៏រត់តាមភ្លាមមើលទៅវាហាក់ដូចជារត់លឿនជាងរថយន្តទៅទៀតបើកឲ្យលឿនបន្តិចវណ្ណៈវាតាមមកហើយសំឡេងប៊ុនថនបានស្រែកឡើងខណៈដែលងាកទៅមើលខ្លាកំណាចដែលកំពុងរត់តាមមកជិតតាមពិតទៅរថយន្តអាចបើកបរបានលឿនជាងនេះតែសភាពនៃផ្លូវមិនអនុញ្ញាតដូច្នេះគេត្រូវតែប្រើវិធីបាញ់សង្កត់ជាបន្តបន្ទាប់ដើម្បីកុំឲ្យវាចូលមកជិតបើកបរមកបានមួយសន្ទុះខ្លានោះក៏បាត់ទៅប្រហែលជាវានឿយហត់មិនតាមមកទៀតទេតាមមកបាននិយាយឡើងព្រមទាំងដកដង្ហើមធំដោយស្រួលចិត្តតែព្រានថុលមិនបានគិតដូច្នោះទេមកដល់ត្រឹមនេះហើយគាត់ប្រកាសថាវានឹងមិនបោះបង់ការព្យាយាមឡើយកាលណាជាតំបន់ដែលវាស្ទាត់ជំនាញវាប្រកាសជាប្រើភាពខុសគ្នានេះដើម្បីដោះស្រាយសត្រូវដូច្នេះគាត់ត្រូវតែប្រុងប្រយ័ត្នជានិច្ចនៅពេលដែលរថយន្តកំពុងបើកបរទៅតាមផ្លូវ
ដែលវាអាចបង្ហាញខ្លួននៅត្រង់ណាមួយក៏បានជាពិសេសនៅតាមមាត់ផ្លូវដែលជាដីទាបហើយហេតុការណ៍ក៏បានកើតឡើងដូច្នោះពិតមែនខ្លាកំណាចបានប្រើផ្លូវកាត់រត់វាងទៅពួនស្ទាក់មនុស្សទាំង4នាក់នៅលើដុំថ្មម្ខាងផ្លូវដែលនៅខាងមុខមិនឆ្ងាយប៉ុន្មានតែក៏មិនអាចរួចពីក្រសែភ្នែករបស់ព្រានថុលបានដែរវានៅលើដុំថ្មខាងមុខព្រានថុលបាននិយាយឡើងព្រមទាំងដាក់កំភ្លើងតម្រង់ទៅកាន់ចំណុចនោះហើយក៏ទាន់បាញ់ភ្លាមមុនពេលរថយន្តបែកទៅដល់ទើបតែបញ្ចប់សំឡេងកំភ្លើងខ្លានោះក៏លោតចុះមកស្ទាក់ផ្លូវរថយន្តដែលជាចម្ងាយដែលអាចហ្វ្រាំងមិនទាន់ហើយប្រហែលជាអាចធ្វើឲ្យរថយន្តបាត់លំនឹងវណ្ណៈក៏សម្រេចចិត្តបើកបរបុកភ្លាមទោះបីជាមិនបានបើកបរលឿនប៉ុន្មានក៏ដោយតែកម្លាំងក៏បានធ្វើឲ្យរូបខ្លានោះបក់ទៅនៅម្ខាងផ្លូវហើយវណ្ណៈក៏បានឆក់យកឱកាសនោះបើកបរគេចចេញមកយ៉ាងលឿនតែខ្លាកំណាចក៏នៅមិនទាន់អស់អំណាចដែរនៅពេលក្រោកឡើងបានវាក៏រត់តាមមកយ៉ាងជិតវាអំណត់ណាស់សមនឹងជាម្ចាស់ព្រៃរហូតដល់ត្រូវតែប្រើវិធីបាញ់សង្កត់ដូចដែលធ្លាប់បានធ្វើបាញ់រហូតដល់ព្រានថុលមានអារម្មណ៍ចម្លែកត្រូវគ្រាប់កំភ្លើងមុនជាច្រើនគ្រាប់ហើយនៅតែមិនព្រមស្លាប់ត្រូវថាវាមានចិត្តអំណត់ពិតប្រាកដហើយនៅទីបំផុតមនុស្សទាំង4នាក់ក៏បានត្រឡប់មកដល់អណ្ដូងរ៉ែភ្នំដងរែកដោយមានខ្លាស្រែងកំណាចរត់តាមមកដល់ជាមួយដូច្នេះគេក៏បានប្រាប់ឲ្យអ្នករាល់គ្នានៅក្នុងអណ្ដូងរ៉ែបានដឹងខ្លួនដើម្បីត្រៀមទប់ទល់នឹងវាតំបន់អណ្ដូងរ៉ែមិនមានដើមឈើច្រើនដូចនៅក្នុងព្រៃទេដូច្នេះប្រហែលជាមិនសូវស្រួលសម្រាប់ខ្លាទេហើយសំខាន់គឺការនៅកន្លែងចំហប្រកាសជាធ្លាក់ខ្លួនជាគោលដៅបាញ់បានយ៉ាងងាយស្រួលខ្លានេះទោះបីជាឆ្លាតក៏ដោយតែក៏មិនលើសពីមនុស្សដែរដូច្នេះវាក៏ត្រូវបានគេបញ្ឆោតឲ្យចេញមកប្រឈមមុខគ្នានៅកន្លែងចំហដែលក្រៅពីមានសត្រូវដែលមើលឃើញក៏នៅមានសត្រូវដែលមើលមិនឃើញកំពុងលបពួននៅតាមកន្លែងផ្សេងផងដែរហើយអន្ទាក់តាក់ទាញដ៏ល្អប្រហែលជាគឺព្រានថុលដែលជាមនុស្សដែលវាចង់សម្លាប់បំផុតហើយក្នុងពេលតែមួយព្រានថុលក៏ដឹងច្បាស់ថាជើងក្រោយខាងស្ដាំរបស់វាមានរបួសហើយប្រហែលជាធ្ងន់ធ្ងរណាស់ពីព្រោះត្រូវគាត់បាញ់ម្ដងហើយម្ដងទៀតជាច្រើនគ្រាប់ថែមទាំងត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្នុងការរត់តាមពួកគេពេលមុននៅពេលដែលវាមានបំណងចង់សម្លាប់គាត់ក៏ចាំបាច់ត្រូវសម្លាប់វាជាមុនគាត់បានដាក់កំភ្លើងបាញ់ចូលទៅត្រង់ជើងក្រោយខាងស្ដាំរបស់វាភ្លាមត្រូវចំមុខរបួសចាស់រហូតដល់វាក្តៅក្រហាយតែក៏មិនទាន់លះបង់ខ្លាវាបានបន្លឺសំឡេងកំហកយ៉ាងខ្លាំងមុននឹងបាញ់លោតចូលមកដែលព្រានថុលបានសង្កេតឃើញថាវាចាស់ជរាយ៉ាងខ្លាំងមិនសូវរហ័សរហួនដូចដើមទេដូច្នេះគាត់ក៏បានបាញ់ចូលទៅកន្លែងដដែលម្ដងទៀតលើកនេះវាបានដល់ទីបញ្ចប់ហើយតែវាក៏នៅតែប្រឹងប្រែងដូចជាចិត្តនៅតែចង់ប្រយុទ្ធតែរូបកាយមើលទៅហាក់ដូចជាមិនអាចទ្រាំទ្របានដូច្នេះវាក៏ជាឱកាសសម្រាប់អ្នកដទៃដែលចង់មានចំណែកឲ្យចេញពីកន្លែងលាក់ខ្លួនហើយនាំគ្នាបាញ់តាមចិត្តចង់ទោះបីជាបាញ់មិនចូលក៏ដោយតែក៏បានបង្ហូរអារម្មណ៍ផងដែរតាមមុខឈរសម្លឹងមើលខ្លាកំណាចដេកដកដង្ហើមរលើបាក់រលោបនឹកដល់ពេលដែលវាខំយកកូនប្រុសរបស់គាត់ទៅនៅចំពោះមុខដូច្នេះគាត់ក៏ដើរទៅរកខ្សែវែងមួយយកមកចងករបស់វាបន្ទាប់មកក៏ទាញវាទៅត្រង់មាត់រណ្ដៅខ្មោចដែលកម្មករបានជីកទុកគាត់កាន់ចុងខ្សែទៅម្ខាងទៀតរួចទាញឲ្យខ្លាធ្លាក់ចុះទៅក្នុងរណ្ដៅបន្ទាប់មកក៏បញ្ជាឲ្យកម្មករយកដីមកកប់ឲ្យបានរាបស្មើរួចរាល់ការបញ្ជូនខ្លាស្រែងកំណាចត្រឡប់ទៅកាន់ធម្មជាតិវិញបន្ទាប់ពីថ្ងៃនោះអណ្ដូងរ៉ែភ្នំដងរែករបស់តាមុកក៏បានបើកដំណើរការដោយធម្មតាដោយគ្មានខ្លាមករំខានទៀតឡើយហើយរឿងរ៉ាវទាំងអស់ក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណោះតែឥឡូវនេះសូមបន្តទៅកាន់រឿងរបស់រស្មីគឺជាឃាតករកំពូលម្នាក់គាត់កំពុងអង្គុយនៅក្នុងការិយាល័យរបស់សុធាដែលជាថៅកែរបស់គាត់ផ្ទៃតុត្រូវបានវាយដោយកណ្ដាប់ដៃយ៉ាងខ្លាំងបង្កើតភាពតានតឹងឡើងភ្លាមហេតុអ្វីបានជាឯងបដិសេធការងារនេះសំឡេងគំរាមកំហែងបានបន្លឺចេញពីមាត់របស់បុរសរាងធំតែរស្មីដែលមានរូបរាងតូចជាងនិងអាយុតិចជាងនៅតែអង្គុយស្ងៀមរស្មីឯងប្រាប់មូលហេតុខ្ញុំមកហេតុអ្វីបានជាឯងធ្វើឲ្យខ្ញុំខឹងបុរសរាងធំបានសួរតទៅទៀតថៅកែក៏ដឹងដែរថាខ្ញុំមានច្បាប់មួយគឺមិនប៉ះពាល់មនុស្សល្អចម្លើយនោះបានធ្វើឲ្យបុរសរាងធំស្ងាត់ស្ងួនមួយសន្ទុះមុននឹងផ្ទុះសំឡេងសើចអាក្រក់ណាស់ខ្ញុំមិនដែលដឹងពីច្បាប់របស់ឯងទេតែទោះបីជាដឹងក៏ដោយក៏ខ្ញុំមិនខ្វល់ដែរ
កាលណាខ្ញុំទទួលការងារមកហើយឯងមានភារកិច្ចត្រូវតែធ្វើការងារនេះឲ្យបានសម្រេចថាកែតើមិនអាចប្រើមនុស្សឯទៀតសម្រាប់ការងារនេះទេឬខ្ញុំសូមទេរស្មីឯងគឺជាឃាតករមានភារកិច្ចត្រូវតែប្រមូលគោលដៅដែលអតិថិជនបានចាត់ចែងឲ្យប្រមូលតែឯងបែរជាបដិសេធខ្ញុំដែលជាថៅកែតែឯងចង់ឲ្យខ្ញុំខ្លាចជាសត្រូវនឹងអតិថិជនដូច្នោះឬខ្ញុំបានដឹងហើយថៅកែតែសម្រាប់ការងារនេះខ្ញុំសូមទេបើខ្ញុំមិនព្រមទេរស្មីមិនឆ្លើយតបទេក្រៅពីអង្គុយនៅស្ងៀមវាក៏ដូចជាសុធាបានគិតអ្វីមួយឃើញសូមចាត់ទុកថាជួយខ្ញុំសាកម្ដងពីព្រោះគោលដៅមិនមែនងាយនឹងប្រមូលទេបើប្រើមនុស្សឯទៀតការងារអាចប្រកាន់ខកខុសតែខ្ញុំពិតជាធ្វើមិនបានទេចន្ទថានិងសាវឿនក៏មានជំនាញដែរថាកែប្រើពួកវាទៅសុធាស្ទើរតែមិនអាចទប់កំហឹងទុកបានតែក៏បានក្រវីដៃឲ្យកូនក្មួយដួលពីកៅអីទៅភ្លាមរស្មីឯងគឺជាដៃស្ដាំដ៏ល្អបំផុតរបស់ខ្ញុំឬក៏ឯងចង់ប្រាប់ថាឯងចង់ដំឡើងថ្លៃយកក៏បានខ្ញុំមិនជំទាស់ទេមិនមែនទេថៅកែខ្ញុំមិនដែលគិតដូច្នោះទេបើដូច្នេះហេតុអ្វីបានជាឯងបដិសេធសុធាបានសួរភ្លាមរស្មីនៅស្ងៀមបន្តិចថៅកែក៏ដឹងដែរថាខ្ញុំមិនសម្លាប់មនុស្សល្អហើយរឿងមួយទៀតខ្ញុំកំពុងតែគិតចង់ចាក់ចេញពីអាជីពនេះទៅហើយអ្វីពាក្យនោះបានផុសចេញពីមាត់សុធាដោយក្តីភ្ញាក់ផ្អើលខ្ញុំចង់ត្រឡប់ទៅរស់នៅដោយស្ងប់ស្ងាត់ដូចមនុស្សសាមញ្ញពីព្រោះគិតថាជីវិតជាឃាតកររបស់ខ្ញុំវាដល់ពេលត្រូវបញ្ចប់ទៅហើយឯងគិតចង់ឈប់ចឹងឯងនឹងយកអ្វីស៊ីកុំភ្លេចថាឯងមានប្រពន្ធនិងកូនបើឯងឈប់តើឯងនឹងយកអ្វីចិញ្ចឹមប្រពន្ធកូនឯងខ្ញុំមានប្រាក់សន្សំទុកមួយកន្ត្រកគិតថានឹងទិញដីទិញចំការមួយកន្លែងគំនិតល្ងងឯងធ្វើការឲ្យខ្ញុំបានប្រាក់ច្រើនជាងទៅប្រឡាក់ខ្លួនឯងធ្វើស្រែរាប់សិបដងរស្មីខ្ញុំមិនយល់ពីគំនិតរបស់ឯងទេថាអរិយណាដែលធ្វើឲ្យឯងគិតដូច្នោះរស្មីបានដកដង្ហើមធំនៅពេលដែលខ្ញុំចូលមកក្នុងអាជីពនេះក៏ពីព្រោះខ្ញុំគ្មានជំរឿសតែឥឡូវនេះខ្ញុំមានជំរឿសហើយអូនឹងហើយដើមហេតុគឺឯងខ្លាចប្រពន្ធនិងកូនឯងដឹងចឹងធ្វើបែបនេះចប់ការងារនេះខ្ញុំនឹងព្រមឲ្យឯងចាកចេញព្រមទេសំណើនោះបានធ្វើឲ្យរស្មីមានទឹកមុខមិនស្រួលតែគាត់នៅតែគិតចង់ផ្លាស់ប្ដូរចិត្តថៅកែប្រសិនបើគោលដៅជាមនុស្សអាក្រក់ខ្ញុំនឹងមិនបដិសេធថៅកែទេតែសម្រាប់ករណីនេះខ្ញុំដឹងថាគាត់ជាមនុស្សល្អសុធាបានស្ដោះទឹកមាត់ដាក់ដោយកំហឹងអ្នកនយោបាយក៏ដូចគ្នាដែរគ្មានអ្នកណាល្អគ្មានអ្នកណាអាក្រក់ទេរស្មីកាលណាឥឡូវនេះឯងនៅតែជាកូនក្មួយក្នុងរង្វង់របស់ខ្ញុំប៉ុន្តែថៅកែឯងបិទមាត់បានហើយប្រសិនបើឯងធ្វើការងារនេះចប់ខ្ញុំក៏នឹងអនុញ្ញាតឲ្យឯងចាក់ចេញតែប្រសិនបើឯងនៅតែប្រឆាំងឯងក៏គួរតែយល់ដែរថាតើនឹងកើតអ្វីឡើងពាក្យសម្ដីនោះគឺជាការគំរាមកំហែងហើយនៅក្នុងក្រសែភ្នែករបស់រស្មីបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភពេលនេះគាត់ក៏នឹកដល់ប្រពន្ធនិងកូនទីបំផុតរស្មីក៏ចាំបាច់ត្រូវតែជ្រើសរើសយកប្រពន្ធនិងកូនបានថៅកែខ្ញុំនឹងធ្វើការងារនេះនៅពេលដែលរស្មីព្រមទទួលពាក្យកំហឹងរបស់សុធាក៏បានរលាយបាត់ឯងបានជ្រើសរើសផ្លូវត្រូវហើយគ្មានអ្វីសំខាន់ជាងប្រពន្ធនិងកូនទេឯងទៅត្រៀមខ្លួនបន្ទាប់ពីរស្មីចេញទៅសុធាក៏បានហៅចន្ទថានិងសាវឿនមកជួបព្រមទាំងបានប្រគល់ការងារអ្វីមួយឲ្យពួកគេចំណែករស្មីបានចេញពីផ្ទះសុធាមកគាត់មានអារម្មណ៍ថារឿងអាក្រក់នឹងកើតឡើងពីព្រោះគាត់បានឃើញពន្លឺភ្នែករបស់សុធាខុសពីដើមគាត់ក៏គិតថាការងារចុងក្រោយនេះប្រហែលជាមានរឿងលាក់កំបាំងប៉ុន្តែគាត់បានសន្យាជាមួយថៅកែហើយអ្នកនយោបាយដែលជាគោលដៅនោះតាមដែលរស្មីបានដឹងប្រវត្តិមកគាត់មិនមែនជាមនុស្សអាក្រក់ទេគាត់គឺជាមនុស្សល្អដែលកំពុងរារាំងអ្នកនយោបាយអាក្រក់មិនឲ្យកេងប្រវ័ញ្ចជាតិសម្ពាធនិងការគំរាមកំហែងរបស់ថៅកែធ្វើឲ្យរស្មីត្រូវការពេលវេលាជាងកន្លះថ្ងៃដើម្បីសម្រេចចិត្តគាត់បានសម្រេចចិត្តថាគាត់នឹងមិនធ្វើអ្វីដែលផ្ទុយនឹងអារម្មណ៍របស់ខ្លួនឡើយតែត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកនយោបាយនោះរួចផុតពីសេចក្តីស្លាប់រស្មីបានជ្រើសរើសទំនាក់ទំនងទៅគោលដៅដោយប្រើទូរស័ព្ទសាធារណៈគាត់បានប្រាប់អ្នកនយោបាយនោះឲ្យប្រយ័ត្នខ្លួនអ្នកនយោបាយបានសួរថាអ្នកណាជាអ្នកប្រាប់តែរស្មីមិនឆ្លើយទេគាត់បានប្រាប់ឲ្យអ្នកនយោបាយនោះចាកចេញទៅក្រៅប្រទេសបន្ទាប់មកគាត់ក៏បានដាក់ទូរស័ព្ទប៉ុន្តែអ្នកនយោបាយនោះហាក់ដូចជាមិនជឿការព្រមាននៅពេលល្ងាចមនុស្សរបស់សុធាបានបញ្ជូនដំណឹងមកថាគោលដៅនឹងទៅចូលរួមពិធីខួបកំណើតរស្មីត្រូវបានបញ្ជាឲ្យទៅស្ទាក់ចាប់គោលដៅតាមផ្លូវគាត់មិនអាចគេចវេះបានទេមិនដល់5នាទីផងមនុស្សរបស់សុធាក៏បានមកយកគាត់
អ្នកនោះមានទឹកមុខអាក្រក់ដែលគាត់មិនធ្លាប់ឃើញរស្មីត្រូវបង្ខំចិត្តទៅជាមួយវាគាត់បានយកកាំភ្លើង11 មីលីម៉ែត្រទៅជាមួយពេលវេលាបានកន្លងផុតទៅដោយភាពមិនស្រួលរស្មីបានសង្កេតឃើញថាអ្នកនាំផ្លូវមានអេរយាបថចម្លែកវាតែងតែលបមើលគាត់នៅពេលគាត់មិនប្រយ័ត្នតែរស្មីក៏ធ្វើជាធម្មតារហូតដល់មានក្បួនរថយន្តកំពុងបើកមកជិតអ្នកនាំផ្លូវបានប្រាប់គាត់ថានោះគឺក្បួនរថយន្តគោលដៅបន្ទាប់មកវាក៏បើកកង់ចេញទៅទុកឲ្យរស្មីតែម្នាក់ឯងនៅពេលក្បួនរថយន្តបើកចូលមកក្នុងចម្ងាយមិនដល់100ម៉ែត្រក៏មានការផ្ទុះឡើងនៅរថយន្តប៉ូលីសនាំមុខរស្មីភ្ញាក់ផ្អើលរថយន្តទាំងអស់បានហ្វ្រាំងយ៉ាងខ្លាំងមនុស្សក្នុងរថយន្តដែលការពារអ្នកនយោបាយបានចុះមកពួកគេបានឡោមព័ទ្ធរថយន្តអ្នកនយោបាយសាវឿនក៏ស្រែកដាក់គាត់វាបានបាញ់កំភ្លើងទៅលើឆ្មាំការពារអ្នកនយោបាយរស្មីកាន់តែភ្ញាក់ផ្អើលមិនត្រឹមតែសាវឿនទេមានក្រុមឃាតករជាច្រើនទៀតពួកគេមានអាវុធធ្ងន់ធ្ងរគ្រាប់កំភ្លើងបានធ្វើឲ្យទាំងមនុស្សនិងរថយន្តពោពេញទៅដោយរន្ធវាជាទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចរស្មីមិនទាន់បានបាញ់សូម្បីតែមួយគ្រាប់គាត់មិនបានគិតចង់សម្លាប់អ្នកនយោបាយនោះទេគាត់គ្រាន់តែចង់ធ្វើដូចជាមកសម្លាប់តែខកខុសតែឥឡូវនេះអ្វីបានប្រែប្រួលសាវឿននិងពួកវាបានសម្លាប់ឆ្មាំការពារអស់ពួកវាបានបាញ់ទៅលើរថយន្តគ្រាប់កំភ្លើងរាប់សិបរាប់រយគ្រាប់បានទម្លុះរថយន្តរស្មីឈរស្រឡាំងកាំងនៅពេលគាត់ដឹងខ្លួនអ្វីបានបញ្ចប់សាវឿនបានញញឹមវាបានបែរទៅរករស្មីភ្នែករបស់វាបង្ហាញពីការគំរាមកំហែងវាបានលើកកំភ្លើងមករករស្មីបានលោតគេចសាវឿនបានបញ្ជាឲ្យកូនក្មួយរបស់វាសម្លាប់រស្មីបានប្រយុទ្ធនឹងពួកវាគាត់បានបាញ់សម្លាប់កូនក្មួយរបស់សាវឿនជាច្រើន11 មីលីម៉ែត្ររបស់រស្មីបានសម្លាប់ពួកវាយ៉ាងច្បាស់សាវឿនភ្ញាក់ផ្អើលដែលបាញ់មុនមិនបានសម្រេចកូនក្មួយរបស់វាបានស្លាប់ជាពាក់កណ្ដាលសាវឿនបានប្រើផែនការទី2វាបានទូរស័ព្ទទៅចន្ទថាបានចាប់ប្រពន្ធនិងកូនរបស់រស្មីធ្វើជាចំណាប់ខ្មាំងសាវឿនបានប្រាប់រស្មីឲ្យបោះបង់កំភ្លើងបើមិនដូច្នេះទេចន្ទថានឹងសម្លាប់ប្រពន្ធនិងកូនគាត់រស្មីបានឮសំឡេងប្រពន្ធនិងកូនគាត់ស្រែកតាមទូរស័ព្ទគាត់បានសុំឲ្យចន្ទថាឈប់តែចន្ទថាបានសើចបានគម្រាមថាបើមិនចោះចាញ់ទេវានឹងបាញ់សម្លាប់ប្រពន្ធនិងកូនគាត់រស្មីបានព្រមចោះចាញ់គាត់បានបោះបង់កំភ្លើងសាវឿនបានលើកកំភ្លើងទៅលើរស្មីគ្មានឱកាសការពារខ្លួនទេពីព្រោះប្រពន្ធនិងកូននៅក្នុងដៃចន្ទថាមុនពេលគាត់បាត់ស្មារតីគាត់បានឮសំឡេងសាវឿនបានប្រាប់ចន្ទថាឲ្យសម្លាប់ប្រពន្ធនិងកូនរបស់រស្មីបន្ទាប់មកសំឡេងកំភ្លើងបានបន្លឺឡើងអ្វីបានងងឹតទៅវិញជាច្រើនសប្តាហ៍ក្រោយមករស្មីបានដឹងខ្លួនគាត់យល់ច្រឡំគាត់បានព្យាយាមគិតថាខ្លួនឯងស្លាប់ឬនៅរស់បុរសចំណាស់ម្នាក់បានដើរចូលមកជាមួយថាស្ដាក់បបរស្មីភ័យខ្លាចគាត់គិតថាពួកវាមកសម្លាប់គាត់ទៀតតែបុរសចំណាស់បានញញឹមយ៉ាងរាក់ទាក់គាត់បានប្រាប់រស្មីថាគាត់គឺជាអ្នកជួយសង្គ្រោះរស្មីគាត់បានឃើញរស្មីដេកក្នុងឈាមគាត់បាននាំរស្មីមកព្យាបាលរស្មីបានសួរថាហេតុអ្វីគាត់មិនស្លាប់បុរសចំណាស់បានប្រាប់ថាគាត់បានប្រើថ្នាំបំភ្លឺជីវិតថ្នាំនេះអាចព្យាបាលរបួសខាងក្នុងរស្មីមានការសង្ស័យបុរសចំណាស់បាននិយាយថាមានអ្នកឲ្យគាត់មកជាច្រើនឆ្នាំរស្មីបានសាកល្បងខ្លួនឯងគាត់មានអារម្មណ៍ថារបួសចិត្តជាសះស្បើយក្នុងរយៈពេល2ថ្ងៃគាត់អាចដើរបានគាត់បានអរគុណបុរសចំណាស់បានប្រាប់ថាគាត់ជួយព្រោះរស្មីមានអ្វីមួយដូចគាត់រស្មីបានសួរថាអ្វីបុរសចំណាស់បានប្រាប់ថាគឺកំហឹងរស្មីបាននឹកដល់ប្រពន្ធនិងកូនគាត់បានឮសំឡេងពួកគេតាមទូរស័ព្ទទឹកភ្នែករបស់គាត់បានហូរគាត់បានក្តាប់ដៃដោយក្តីសងសឹកគាត់នឹងមិនទុកឲ្យរឿងនេះរួចខ្លួនឡើយសុធាសាវឿនចន្ទថាត្រូវតែសងសឹកគាត់បានសួរឈ្មោះបុរសចំណាស់បានប្រាប់ថាគាត់ឈ្មោះតាភឿនរស្មីបាននឹកឃើញតាភឿនគឺជាឃាតករដ៏ល្បីកាលពីមុនបុរសចំណាស់បានសើចគាត់បានប្រាប់រស្មីឲ្យសម្រាករស្មីបានគិតថាបន្ទាប់ពីជាសះស្បើយគាត់នឹងសងសឹក2ថ្ងៃក្រោយមករស្មីបានជាសះស្បើយគាត់មានអារម្មណ៍ថាខ្លាំងជាងមុនគាត់បាននិយាយថាថ្ងៃនេះគឺជាថ្ងៃវិនិច្ឆ័យរបស់សុធាតាភឿនបានមកដល់គាត់បាននាំរស្មីទៅកាន់កន្លែងមួយវាគឺជាចេតិយបុរាណភ្នំស្រមោលនៅក្រោមចេតិយមានប្រអប់ដែកមួយនៅក្នុងប្រអប់នោះមានកំភ្លើងតាភឿនបានប្រាប់ថានេះគឺជាកំភ្លើងចាស់របស់គាត់
គាត់បានប្រើវាដើម្បីសងសឹកឲ្យអ្នកដែលគាត់ស្រឡាញ់រស្មីបានយកកំភ្លើងនោះគាត់បានសន្យាថានឹងមិនធ្វើឲ្យតាភឿនខកចិត្តគាត់បានទៅកាន់វិមានសុធានៅទីនោះមានពិធីជប់លៀងខួបកំណើតរបស់សុធាគ្មាននរណាដឹងថាគ្រោះថ្នាក់កំពុងខិតជិតមកដល់ឆ្មាំច្រកចូល4នាក់កំពុងផឹកស្រាអាវុធរបស់ពួកគេត្រូវបានដាក់ទុករស្មីបានបើកកង់មកគាត់បានបាញ់សម្លាប់ឆ្មាំទាំង4ភ្លាមសំឡេងកំភ្លើងបានធ្វើឲ្យមនុស្សក្នុងពិធីភ្ញាក់ផ្អើលរស្មីបានបើកឡានបុកទ្វារចូលសុធាសាវឿននិងចន្ទថាភ្ញាក់ផ្អើលពួកវាបានបញ្ជាឲ្យកូនក្មួយសម្លាប់រស្មីបានបាញ់សម្លាប់កូនក្មួយជាច្រើនសាវឿននិងចន្ទថាបានឃើញរស្មីពួកវាភ័យខ្លាចរស្មីមើលទៅគួរឲ្យខ្លាចជាងមុនគាត់បានបាញ់សម្លាប់កូនក្មួយទាំងអស់នៅសល់តែសាវឿននិងចន្ទថារស្មីបានប្រកួតប្រជែងពួកវាសុធាបានបង្ហាញខ្លួនដោយកំភ្លើងរស្មីបានគេចពីក្របកំភ្លើងសាវឿននិងចន្ទថាបានបាញ់ទៅលើរស្មីបានបាញ់តបវិញគាត់បានបាញ់ចំសាវឿនបានដួលរស្មីបានបាញ់ចំចន្ទថាបានដួលសុធាបានបាញ់ក្របកំភ្លើងជាច្រើនទៅលើរស្មីបានគេចសុធាបានបន្តបាញ់គ្រាប់កំភ្លើងអស់រស្មីបានបាញ់ទៅលើជើងសុធាបានដួលរស្មីបានបាញ់ទៅលើជើងម្ខាងទៀតសុធាបានស្រែកគាត់បានអង្វររស្មីបានប្រាប់ថាគាត់ចង់បានតែសេចក្តីស្លាប់របស់សុធាគាត់បានបាញ់សម្លាប់សុធាបានស្លាប់រស្មីបានងើបមុខមើលមេឃគាត់បាននិយាយថាគាត់បានសងសឹកឲ្យប្រពន្ធនិងកូនហើយគាត់បានត្រឡប់ទៅរកតាភឿនគាត់បានប្រគល់កំភ្លើងវិញគាត់បានចាក់ចេញទៅគ្មាននរណាដឹងថាគាត់ទៅណាទេតាភឿនបានញញឹមគាត់បានដឹងថារស្មីបានសងសឹកដោយជោគជ័យហើយរឿងរ៉ាវទាំងអស់ក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណោះ